cho con chim mau bị nào ôn mau bị nào bọn hay mà à sro bây giờ bà có sro lơi tê cho mà tao cái chim sẻ mau bốc con vô mà cả đào lơi mà bốc cả đào lơi mà con chim mau có thể nó ăn thằng nó đừng mà đừng đại bông con chim sẻ bốc cả đào lơi mà con chim bị tơ kèm mà nè đây chim sẻ đang đạp lên nữa nè đây chim sẻ đang đạp lên nó sẻ hay chưa nhưng mà đừng hay bọn đừng này ôn vô khơiอย่างណាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនឹងអូនមិញមានមនុស្សស្លាប់រហូតដល់តែ2នាក់ហ្នឹងអូនមានយល់ឃើញមិនបងឃើញនឹងគួរឲ្យអាណិតណាអ្នកដែលនឹងរន្ធត់ខ្លាំងមើលឡើងអូនអាចដឹងហេតុការណ៍ហ្នឹងឬមួយក៏យ៉ាងម៉េចឬមួយក៏អូនឯងជីពីក្រោយមកឬសូអូនឯងនិយាយមិញខ្ញុំមកអត់តាន់ទេតែខ្ញុំមកទៅវាឃើញហេតុការណ៍ហ្នឹងវាភ្លាមដែរម៉ូតូអីមកពីណាម៉ូតូអីមកពីណាដែរបងមើលអត់តាន់ទេមកអត់តាន់ទេថាមកដល់វាភ្លាមតែឃើញម៉ូតូអីខ្លះមិញណាម៉ូតូដូចជាស្គូពីស្គូពីទាំងពីរត្រូវហ៎មិញហ្នឹងសាច់ញាតិនឹងគ្រួសារគាត់បានមកដល់អស់ហើយណាអូនឯងមើលឃើញមិញអ្នកដែលត្រូវបុកគេអ្នកដែលនៅនេះអ្នកដែលគាត់ជីវជ្រះអញ្ចឹងអ្នកដែលមកគ្រួសារមកហ្នឹងគឺគាត់ជីស្របទេប៉ុន្តែអ្នកដែលអត់តមានគ្រួសារហ្នឹងគឺគាត់ជីបជ្រះពោះគ្រោះថ្នាក់ចរាចរណ៍ហ្នឹងប៉ះអ្វីជាមួយនឹងអ្វីដែរបងម៉ូតូមួយបើកបច្រាស់មួយទៀតមកស្របទិសយើងដឹងថាអ្នកបើកបច្រាស់ហ្នឹងជាអ្នកស្លាប់ឬមួយក៏ស្លាប់ទាំងពីរបងបាទហ្នឹងអូស្លាប់ទាំងពីរស្លាប់ទាំងពីរនាក់អូអញ្ចឹងមិនស្លាប់ម្នាក់ទេណាបងមិនស្លាប់ម្នាក់ទេអូនេះម៉ូតូរបស់គាត់ហើយបងណាបាទអូតូជាប់គ្នាហ្មងតូជាប់គ្នាហ្មងអញ្ចឹងបានន័យថាពួកគាត់ម៉ូតូពីរគ្រឿងបុកគ្នាហើយស្លាប់ទាំងពីរហ្មងអូបាទបងអាចជួយបញ្ជាក់តិចបាននៅទីតាំងនេះក្នុងសង្កាត់អីនៅភូមិដាមមានភូមិដាមមានជាប់បងឡាខេត្តកដាលក្រុងតាខ្មៅបាទសង្កាត់ដាមមានហើយបាទបងបាទអរគុណបងដោយក្រីគោរពបាទនេះជាការផ្ដល់ព័ត៌មានដល់មានសិលធម៌មែនទែនពីបងមត្តកិច្ចក៏ដូចជាកម្លាំងអាជ្ញាធរដែលលោកចុះមកធ្វើការនៅទីតាំងដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងស្ថិតនៅក្នុងភូមិដើមមានបាទសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលដែលនៅជាប់នឹងរបងសាលាខេត្តកណ្ដាលតែម្ដងបងប្អូនដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូពីរគ្រឿងបានបុកគ្នានេះយើងមើលស្នាមគូសក៏ដូចជាស្នាមដែលសមត្ថកិច្ចធ្វើការវាស់វែងនៅទីតាំងកន្លែងកើតហេតុឈាមដាពីកន្លែងបងប្អូនដោយសារតែម៉ូតូបុកគ្នាតាំងនេះគឺបុកគ្នាខ្ទេចអស់តែម្ដងបងប្អូនបាទន័យថាមានម៉ូតូមកខាងបច្រាស់តែយើងអត់ដឹងថាម៉ូតូខាងណាបច្រាស់ទេឥឡូវនេះសមត្ថកិច្ចកំពុងតែធ្វើការនៅឡើយយ៉ាងណាគ្រោះថ្នាក់ចរាចរណ៍នេះគឺបានឆក់យកជីវិតមនុស្សរហូតដល់ទៅ2នាក់ដោយម៉ូតូនិងម៉ូតូបានធ្វើការបុកគ្នាពេញទំហឹងតែម្ដងដោយភាគីទាំងសងខាងគឺស្លាប់រៀងខ្លួនបើតាមការផ្ដល់ព័ត៌មានបឋមពីសមត្ថកិច្ចមូលដ្ឋាននៅទីតាំងដែលគាត់ធ្វើការផ្ដល់ព័ត៌មានឲ្យយើងខ្ញុំដែលកន្លែងកើតហេតុយើងសូមបញ្ជាក់ម្ដងទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ2ដែលស្ថិតនៅក្នុងភូមិដើមមានសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលនិយាយចំទៅនៅក្បែរនឹងរបងសាលាខេត្តកណ្ដាលតែម្ដងបងប្អូនបាទថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20,000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិស៊ីនវ៉ៃយូធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1,000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាលក់លៀងឃ្លាំងពីសុនស៊ីម៉េកូបញ្ចុះតម្លៃរហូតដល់ 50% រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារិមពីក្រុមហ៊ុនសុនស៊ីម៉េកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ភ្លាមអនុវត្តចាប់ពីថ្ងៃទី1ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025នេះតែប៉ុណ្ណោះរស់រឡើងកុំឲ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឲ្យសោះនឹងគាត់ជីពីណាមកអូនគាត់ជីមកពីពេញបងគាត់ជីចេញពីកោពេញចេញពីធ្វើការបាទឥឡូវនេះករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅតាមបណ្ដោយផ្លូវបាទនៅតាមបណ្ដោយផ្លូវជាតិលេខ2បាទដែលស្ថិតនៅក្នុងសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលបងប្អូនឥឡូវនេះសពបរោះដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះគឺត្រូវបានសមត្ថកិច្ចធ្វើការវិខ្ចប់និងថង់ដើម្បីទំនាក់ទំនងជាមួយនឹងសាច់ញាតិដើម្បីបកគលទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីគឺទីតាំងកន្លែងកើតហេតុនេះគឺនៅជិតនឹងរង្វង់មូលបាទរង្វង់មូលព្រះនរាយណ៍ដែលស្ថិតនៅក្នុងខេត្តកណ្ដាលតែម្ដងនិយាយចំនោះជាប់ព្រំប្រទល់ជាមួយនឹងខណ្ឌមានជ័យយើងបងប្អូនបាទដែលកើតឡើងនៅតាមបណ្ដោយផ្លូវជាលេខ2បងប្អូនបាទមកទល់ពេលនេះសាច់ញាតិនិងក្រុមគ្រួសារគាត់បានដឹងព័ត៌មានហ្នឹងនៅបងដឹងមួយយកទៅមួយសពហ្នឹងពោះគ្រោះថ្នាក់ចរាចរណ៍ហ្នឹងប៉ះអ្វីជាមួយនឹងអ្វីដែរបងត
โตให้มันโตมวยบากบะจ้าមួយទៀតមកស្របទិស យើងដឹងថាអ្នកបើកបច្រាស់ហ្នឹងជាអ្នកស្លាប់ឬមួយក៏ ស្លាប់ទាំងពីរ ស្លាប់ទាំងពីរហ្មងបង បាទហ្នឹង អូស្លាប់ទាំងពីរ ស្លាប់ទាំងពីរនាក់ អូអញ្ចឹងមិនមែនស្លាប់ម្នាក់ទេណាបង មិនស្លាប់ម្នាក់ទេ អូនេះម៉ូតូរបស់គាត់ទេបងណាបាទអូ តោជាប់គ្នាហ្មង តូជាប់គ្នាហ្មងអញ្ចឹងបានន័យថាពួកគាត់ម៉ូតូពីរគ្រឿងបុកគ្នាហើយស្លាប់ទាំងពីរ ជាប់ ហ្មង គ្នាទាំងពីរ អូបាទបងអាចជួយបញ្ជាក់តិចបានទេនៅទីតាំងនេះក្នុងសង្កាត់អី នៅភូមិដាមមានភូមិដាមមានជាប់របងឡាខេត្តកណ្ដាលក្រុងតាខ្មៅ បាទបងបាទ សង្កាត់ដាមមានហើយ បាទបងបាទអរគុណបងដោយក្រីគោរពបាទនេះជាការផ្ដល់ព័ត៌មានដល់មានសិលធម៌មែនតើពីបងមត្តកិច្ចក៏ដូចជាកម្លាំងអាជ្ញាធរដែលលោកចុះមកធ្វើការនៅទីតាំងដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងស្ថិតនៅក្នុងភូមិដើមមានបាទសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលដែលនៅជាប់នឹងរបងសាលាខេត្តកណ្ដាលតែម្ដងបងប្អូនដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូពីរគ្រឿងបានបុកគ្នានេះយើងមើលស្នាមគូសក៏ដូចជាស្នាមដែលសមត្ថកិច្ចធ្វើការវាស់វែងនៅទីតាំងកន្លែងកើតហេតុឈាមដាពីរកន្លែងបងប្អូនដោយសារតែម៉ូតូបុកគ្នាតាំងនេះគឺបុកគ្នាខ្ទេចអស់តែម្ដងបងប្អូនបាទន័យថាមានម៉ូតូខាងបច្រាស់តែយើងអត់ដឹងថាម៉ូតូខាងណាបច្រាស់ទេឥឡូវនេះសមត្ថកិច្ចកំពុងតែធ្វើការនៅឡើយយ៉ាងណាគ្រោះថ្នាក់ចរាចរណ៍នេះគឺបានឆក់យកជីវិតមនុស្សរហូតដល់ទៅ2នាក់ដោយម៉ូតូនិងម៉ូតូបានធ្វើការបុកគ្នាពេញទំហឹងតែម្ដងដោយភាគីទាំងសងខាងគឺស្លាប់រៀងខ្លួនបើតាមការផ្ដល់ព័ត៌មានបឋមពីសមត្ថកិច្ចមូលដ្ឋាននៅទីតាំងដែលគាត់ធ្វើការផ្ដល់ព័ត៌មានឲ្យយើងខ្ញុំដែលកន្លែងកើតហេតុយើងសូមបញ្ជាក់ម្ដងទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ2ដែលស្ថិតនៅក្នុងភូមិដើមមានសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលនិយាយចំទៅនៅក្បែរនឹងរបងសាលាខេត្តកណ្ដាលតែម្ដងបងប្អូនបាទខណៈដែលសមត្ថកិច្ចក៏ដូចជាអាជ្ញាធរបានចុះមកធ្វើការនៅទីតាំងកន្លែងកើតហេតុនេះហើយមនុស្សស្លាប់2នាក់ត្រូវបានវិច្ចខ្ចប់ក៏ដូចជាយកសពទៅធ្វើបុណ្យបាទតាមប្រពៃណីយ៉ាងណាបងប្អូនក៏ដូចជាមិត្តភ័ក្តិនិងសាច់ញាតិរបស់គាត់កំពុងតែតំណាក់តំណងជាមួយសមត្ថកិច្ចដើម្បីធ្វើកិច្ចការងារនេះផងដែរបាទនេះអូនយល់ឃើញយ៉ាងណាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនឹងអូនមិញមានមនុស្សស្លាប់រហូតដល់ទៅ2នាក់ហ្នឹងអូន មានយល់ឃើញមិនហ្មងឃើញនឹងគួរឲ្យអាណិតណាអ្នកដែលហ្នឹងរន្ធត់ខ្លាំងហ្មងមើលម្លង អូនអាចដឹងហេតុការណ៍ហ្នឹងឬមួយក៏យ៉ាងម៉េចឬមួយក៏អូនឯងជីពីក្រោយមកឬសូអូនឯងនិយាយមិញ ខ្ញុំមកអត់តាន់ទេតែខ្ញុំមកទៅវាឃើញហេតុការណ៍ហ្នឹងវាភ្លាមដែរ ម៉ូតូអីមកពីណាម៉ូតូអីមកពីណាដែរបង មើលអត់តាន់ទេមកអត់តាន់ទេថាមកដល់វាភ្លាម តែឃើញម៉ូតូអីខ្លះមិញ ម៉ូតូដូចជាស្គប់ពីរ ស្គប់ពីរ មើលអត់ច្បាស់ ស្គប់ពីរទាំងពីរត្រូវហ៎ អីមិញហ្នឹងសាច់ញាតិនឹងគ្រួសារគាត់បានមកដល់អស់ហើយណាអូនឯងមើលឃើញមិញ អ្នកដែលត្រូវបុកគេអ្នកដែលនៅនេះអ្នកដែលគាត់ជីវជា អញ្ចឹងអ្នកដែលមកគ្រួសារមកហ្នឹងគឺគាត់ជីស្រោបទេប៉ុន្តែអ្នកដែលអត់តមានគ្រួសារហ្នឹងគឺគាត់ជីបច្រាស់ មើលទៅអូនឯងអាចនិយាយពីមនុស្សដេកយ៉ាងម៉េចឲ្យមិញមកឈរមើលហ៊ានឈរមើលទៀតមិញហ្នឹង មានអីខ្លាចហ្មង អត់ខ្លាចទេ អត់ មនុស្សដេកយ៉ាងម៉េចខ្លះមិញអូនឯងឃើញ ណាត់ឃើញគាត់ឡើងតិចអស់ហើយនឹងមុខឡើងជិញភ្នែកជិញ បងឯងអាសាជីតាមផ្លូវហ្នឹងឯងបង ជីអាសាជី ផ្លូវនេះគេសម្រាប់ផ្លូវទៅខាងណាហើយមកពីខាងណាទៅខាងចូលពេញ អ្នកជីពីបំពេញទៅតាខ្មៅហើយ អញ្ចឹង ផ្លូវនោះសម្រាប់ពីតាខ្មៅទៅបំពេញវាមានផ្លូវសម្រាប់ជីមកនិងជីទៅបើជីខុសអញ្ចឹងគ្រោះថ្នាក់តែអ្នកគេជីស្រោបហ្នឹង អញ្ចឹងបានន័យថាទាំងអ្នកជីស្រោបទាំងអ្នកជីបច្រាស់ស្លាប់ទាំងពីរមិញហ្នឹង ហ្នឹងហើយស្លាប់ទាំងពីរកម្មដល់អ្នកគេជីត្រូវទៀត មើលទៅពួកគាត់ទាំងពីរពាក់មួកសុវត្ថិភាពទេបង អត់ឡើងបែកក្បាលអស់លីងនឹងចេញភ្នែកមួយហៀងទៀតពូនោះ អត់ខ្លាចអេបងសរសើរអូនឯងអត់ខ្លាច អរគុណបងអរគុណ អត់ខ្លាចមនុស្សស្អីហ៊ានឈរមើល ខ្លាចទេមានអីខ្លាចហង អត់ខ្លាច តែអាណិតណាស់ ហ្នឹងហើយប្រយ័ត្នប្រយែងអូនណាអរគុណច្រើនអូនអរគុណមនុស្សដែលគាត់បុកគ្នាស្លាប់បាទគឺគាត់ឈរមើលគាត់ថាដោយអ្វីដែលគាត់និយាយអញ្ចឹងគឺអ្នកដែលជីបច្រាស់និងអ្នកជីស្រោបស្លាប់ទាំងពីរបងប្អូនឥឡូវនេះសមត្ថកិច្ចបានធ្វើការលើកសពបាទសពអ្នកដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូដោយទាំងអ្នកជីបច្រាស់និងអ្នកជីស្រោបសិតតែស្លាប់បាត់បង់ជីវិតនៅទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយម៉ូតូពីរគ្រឿងបុកគ្នាមនុស្សទាំងពីរគឺស្លាប់នៅក្នុងថ្លុកឈាមដូចគ្នាតែម្ដងដោយបងអូនស្រីបាននិយាយអំបញ្ញមិញអញ្ចឹងយ៉ាងលៀនភ្នែកខ្ទេចមុខខ្ទេចអីអស់ហើយបងប្អូនខណៈដែលសមត្ថកិច្ចនគរបាលចរាចរណ៍ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងនិងយកសពទៅតម្កល់ទុកដើម្បីរងចាំសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្ញុំបាទសវណ្ណរិទ្ធកិនក៏ដូចជាក្រុមការងារវិថីញូបាទយើងសូមចូលរួមរំលែកទុក្ខទៅដល់សាច់ញាតិនិងក្រុមគ្រួសារដែលជួបបញ្ហាក៏ដូចជាការបាត់បង់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដោយបងស្រីគាត់និយាយអំបញ្ញមិញអញ្ចឹងគាត់ថាយើងបើក
បច្រាស់មកបុកគេស្លាប់បាទទាំងដែលគេជិះត្រូវយើងពិតជាមានការសោកស្ដាយពីព្រោះឥឡូវនេះគឺពួកគាត់បានស្លាប់ទាំងពីរបាទបានស្លាប់ទាំងពីរបានន័យថាម៉ូតូអាបច្រាស់ក៏ស្លាប់បាទអាស្រោបផ្លូវក៏ស្លាប់បាទអានឹងហើយជាបញ្ហាយើងដែលជីបច្រាស់ក៏គួរតែត្រូវគិតថាគ្រោះថ្នាក់ដែលកើតឡើងគឺដោយសារតែការបច្រាស់នេះហើយបងប្អូនហើយក៏ដូចជាការមិនគោរពច្បាប់ចរាចរណ៍នេះឯងបាទអញ្ចឹងសូមបងប្អូនដែលធ្វើដំណើរនៅលើដងផ្លូវក៏ដូចជាធ្វើដំណើរបាទតាមដងផ្លូវសូមមេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅក្នុងប្រទេសរបស់យើងការស្លាប់បាត់បង់ជីវិតគឺងាយផុយមែនតើនៅលើដងផ្លូវអញ្ចឹងសូមប្រុងប្រយ័ត្នចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានិងបើកបរដោយមានទំនួលខុសត្រូវបាទខ្ញុំបាទសវណ្ណតគិនក៏ដូចជាក្រុមការងារវិទ្យុយើងសូមចូលរួមរំលែកទុកទៅដល់សាច់ញាតិនិងក្រុមគ្រួសារក៏ដូចជាយើងសូមបញ្ចប់ព័ត៌មានតែត្រឹមនេះយើងក៏បានទទួលព័ត៌មានពីសមាជិកមូលដ្ឋានក៏ដូចជាយើងទទួលបានព័ត៌មានខ្លះនៅទីតាំងកន្លែងកាត់ហេតុដោយម៉ូតូពីរគ្រឿងបានបុកគ្នាស្លាប់ទាំងពីរនេះយើងសូមបញ្ចប់ព័ត៌មានតែត្រឹមនេះសូមអរគុណសូមគោរពលាបាទ